នេះគឺជារុក្ខជាតិម្យ៉ាងដែលវល្លិនេះគឺនៅក្នុងតំបន់ស្រុកស្រែយើងបានគាត់ស្គាល់នេះគឺជាវល្លិខ្នឹងដែលអត្ថប្រយោជន៍របស់វានឹងយើងអាចយកវាធ្វើជាថ្នាំហើយស្លឹកវាយើងអាចយកធ្វើជាម្ហូបអាហារវាស្លឹកវាជូរហើយយើងអាចយកបរិភោគទេអត្ថប្រយោជន៍វាមានច្រើនហើយវាមានផ្លែវែងៗណាព្រោះអាស្លឹកនេះនឹងគេហៅថាយើងស្លឹកខ្នឹងយើងអាចយកឆ្លឹកវាខ្ចីៗនេះយកឆ្លឹកវាខ្ចីៗហ្នឹងយកមកបរិភោគតែមានជ័រសមានជ័រសហើយវាមានអត្ថប្រយោជន៍ច្រើនដូចជាថ្នាំមួយយ៉ាងហើយក៏ធ្វើជាម្ហូបអាហារក៏បានហើយអានេះវល្លិវាតិចទេបើសិនជានៅតាមនេះវាមានវល្លិវាច្រើនហើយស្លឹកវារាងជូរវាស្លឹកដូចគ្រាប់7ផ្លែ7ឡែកអញ្ចឹងបាទនេះគេហៅវល្លិដើមវល្លិខ្នឹងតែដឹងថាស្រុកបងប្អូននៅខាងផ្សេងទៀតគេហៅយ៉ាងម៉េចបើនៅខ្ញុំនេះគេហៅស្លឹកវល្លិខ្នឹងស្លឹកវាយើងយកធ្វើជាម្ហូបអាហារបេះវាយកទៅបុកជាមួយត្បាល់ឲ្យខ្ទេចហើយយកធ្វើជាម្ជូរស្លម្ជូរបានឲ្យឈ្ងុយឆ្ងាញ់ណាស្លឹកវានេះហើយយើងអាចយកទៅថ្នាំហើយថ្នាំនេះគឺជាថ្នាំរុក្ខជាតិធម្មជាតិដែលស័ក្តិសិទ្ធិហើយវាមានអត្ថប្រយោជន៍ខ្ពស់ធ្វើឲ្យសុខភាពយើងល្អរាងកាយយើងមាំមួនការពារបានគ្រប់ជំងឺគ្រប់រោគានៅក្នុងរាងកាយបងប្អូននៅទីក្រុងគាត់អត់ទៅស្គាល់ទេបើនៅតាមជនបទបងប្អូនដែលនៅតាមស្រុកស្រែនៅតាមតំបន់ភ្នំតំបន់ព្រៃសម្បូរព្រៃអីគាត់ស្គាល់ហើយអាស្លឹកនេះគឺវាផ្ដល់អត្ថប្រយោជន៍ដល់ប្រយោជន៍ដល់មនុស្សលោកច្រើនវាអាចជួយសង្គ្រោះដល់មនុស្សលោកច្រើនឲ្យតែយើងបានដឹងអំពីអត្ថប្រយោជន៍របស់វាអាចជួយដល់មនុស្សលោកក៏ដូចជារោគាទាំងឡាយទាំងពួងដែលយើងមាននៅក្នុងរាងកាយហ្នឹងវាមិនបាន 100% តែវាបានធូរស្បើយខ្លះដោយសារតែវាជាធម្មជាតិអត់មានជាតិគីមីជាតិកាត់ដូចពពួកថ្នាំពេទ្យទេណាអានេះវាដុះចេញពីធម្មជាតិដុះចេញពីក្នុងដីហ្មងយើងអត់បាក់ដាំបាក់ដុះទេវាដុះដោយខ្លួនវានៅតាមតំបន់ព្រៃអញ្ចឹងវាដុះអញ្ចឹងវាអាចមានអត្ថប្រយោជន៍ខ្ពស់ស្លឹកវាជូរដូចផ្លែ7ដូចក្រូចអីចឹងជូរបេះវាយកទៅបុកជាមួយត្បាល់ហើយស្លម្ជូរឆ្ងាញ់ហ្នឹង